អ្នកដែលមានឈ្មោះរំលោភលើដីរបស់លោកអុកញ៉ាលីសៃខៀងគឺសុទ្ធតែជាអាជ្ញាធរមន្ត្រីរាជការនិងសុទ្ធតែឈ្មោះដែលជាអ្នកមានក្រាក់ដែលគប់គិតគ្នាជាប្រព័ន្ធដើរតួជារាជសាមញ្ញបំផន់ភ្នែកមហាជននិងថ្នាក់ដឹកនាំក្រោយមានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ករណីវិវាទរបស់ប្រជាពលរដ្ឋជាមួយលោកអុកញ៉ាលីសៃខៀងស្ថិតនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដោយក្រសួងនិងគណៈកម្មការសូរិយោដីការបំផុសបំផុលញុះញង់និងចលនាប្រមូលផ្ដុំរបស់បុគ្គលឈ្មោះងៅមេងជ្រួនអតីតអភិបាលក្រុងប៉ោយប៉ែតនិងជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យឈ្មោះតាន់គឹមរិតនិងឈ្មោះសានតេងជាក្រុមប្រឹក្សាក្រុងប៉ោយប៉ែតព្រមទាំងឈ្មោះពៅវណ្ណាគឺប្រឆាចពីស្មារតីនិងយន្តការដោះស្រាយបញ្ចប់វិវាទរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់តែកតិនករណីនេះការពិតបានលាតត្រដាងអំពីការគប់គិតគ្នាជាប្រព័ន្ធរំលោភបំពានលើដីរបស់លោកអុកញ៉ាលីសៃខៀងដោយប្រើវិធីបំភាន់ភ្នែកដើរតួជារាជសាមញ្ញក្រក្រៃបំភ្លេចការពិតប្រឌិតរឿងដែលបណ្ដាលឲ្យមហាជននិងថ្នាក់ដឹកនាំមានការភ័ន្តច្រឡំធាតុពិតគឺសុទ្ធតែជាអាជ្ញាធរមន្ត្រីរាជការនិងសុទ្ធតែឈ្មោះដែលជាអ្នកមានក្រាក់ភាគច្រើនរស់នៅក្នុងក្រុងប៉ោយប៉ែតនេះផ្ទាល់តែម្ដងដោយនៅក្នុងលិខិតស្នើសុំដែលគោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដោយអះអាងថាជាម្ចាស់ដីចំនួន70គ្រួសារតែចំពោះស្នាមមេដៃគឺមានតែជាង50ស្នាមមេដៃតែប៉ុណ្ណោះដោយក្នុងនោះក៏មានការផ្តិតមេដៃស្ទួនគ្នាផងដែរហើយអ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះឈ្មោះទាំងអស់គឺសុទ្ធតែជាអ្នកមានតួនាទីជាអាជ្ញាធរមន្ត្រីរាជការនិងសុទ្ធតែឈ្មោះដែលជាអ្នកមានស្រុកស្ដំនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតផ្ទាល់តែម្ដងដូចជាលោកតាន់គឹមរិតក្រុមប្រឹក្សាក្រុងប៉ោយប៉ែតលោកសានតេងក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែតនិងមានងារជាអុកញ៉ាដែលផ្តិតមេដៃស្ទួនលើលិខិតលោកអឹងឈីជាអាជីវករនិងជាម្ចាស់ការ៉ាសលាងរថយន្តដែលផ្តិតមេដៃស្ទួននៅលើលិខិតលោកអឹងគីសេងជាអាជីវករអ្នកស្រីពៅវណ្ណាប្រពន្ធមេឃុំអូ3ជាន់ឈ្មោះតុលសារិនឈ្មោះលីម៉ារីជាអាជីវករឈ្មោះរស់ស្រៀងម្ចាស់ទីតាំងបដូរប្រាក់ដ៏ធំក្នុងក្រុងប៉ោយប៉ែតដែលមានប្តីជាមេវរៈព្រំដែនឈ្មោះផេងតុងហេងនិងវិញរ៉ាឌីជាអាជីវករឈ្មោះអឿននុតឈ្មោះភោគលូនជាចៅសង្កាត់ប៉ោយប៉ែតឈ្មោះរស់ពៅជាអាជីវករផ្សារលង្គឺឈ្មោះជាថងលៀងជាអ្នករកស៊ីមានទ្រព្យសម្បត្តិស្រុកស្ដំលោកយ៉ានគឹមហ៊ុយជាអ្នកមានលុយនិងមានឥទ្ធិពលឈ្មោះហងសុផៃជាមន្ត្រីរាជការនិងជាអាជីវករឈ្មោះពៅសោភាឈ្មោះស៊ូវណ្ណរិទ្ធឈ្មោះអ៊ុយឆេងឈ្មោះមាសឆាតឈ្មោះយឿមគង់អ្នករកស៊ីមានទ្រព្យសម្បត្តិស្រុកស្ដំឈ្មោះមិត្តសាងឈ្មោះឆាន់ច័ន្ទសោភាជាគ្រូបង្រៀនឈ្មោះងៅហ្គិចណៃជាកូនលោកងៅមេងជ្រួនអតីតអភិបាលរងខេត្តបន្ទាយមានជ័យឈ្មោះលីហេងមានងារជាអុកញ៉ាឈ្មោះលឹមវ៉ានីឈ្មោះឡុងវាសនាជាមន្ត្រីកងរាជអាវុធហត្ថឈ្មោះលីវ៉ាន់គឺជាអ្នករកស៊ីឈ្មោះសួនពរៈនិងឈ្មោះខឹមហុងរីជាក្រុមគ្រួសាររបស់ឈ្មោះសេងគឹមហៅតាដេកដែលជាអ្នកតំណាងទិញដីឲ្យលោកអុកញ៉ាលីសៃខៀងឈ្មោះច័ន្ទសរនជាអាជីវករនិងឈ្មោះហុលសេងហាប់ជាមន្ត្រីកងរាជអាវុធហត្ថកូនលោកគៀតហុលអភិបាលក្រុងប៉ោយប៉ែតទាំងនេះគឺសុទ្ធតែឈ្មោះដែលអះអាងថាខ្លួនជាប្រជាពលរដ្ឋដែលជាម្ចាស់ដីហើយស្នើសុំទៅឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីដើម្បីដោះស្រាយវិវាទជាមួយលោកអុកញ៉ាលីសៃខៀងនិងស្នើសុំចុះបញ្ជីដីធ្លីដោយឈ្មោះទាំងអស់ខាងលើគឺសុទ្ធតែជាអាជ្ញាធរមន្ត្រីរាជការខ្សែស្រឡាយអ្នកមានស្រុកស្ដំវិញជាចង្កោមចងជាប្រព័ន្ធសូមរំលឹកបន្ថែមថាមុនពេលដែលក្រសួងរៀបចំដែនដីបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី30ខែមេសាឆ្នាំ2025នៃការគៀងគោបំផុសបំផុលញុះញង់និងចលនាប្រមូលផ្ដុំរបស់បុគ្គលមួយក្រុមដែលមានឈ្មោះខាងលើក៏មានបែកធ្លាយនៅសារសម្លេងតាមប្រព័ន្ធ Telegram ដែលគៀកោគ្នាផ្ដាល់សហុយជួលអ្នកសារព័ត៌មានឲ្យមកយកព័ត៌មាន live បកស្រាយនៅខាងមុខនិងក្នុងបរិវេណសាលាក្រុងប៉ោយប៉ែតដើម្បីនិយាយបំភ្លៃការពិតមានចរិតញុះញង់និងមិនគោរពតាមយន្តការដោះស្រាយរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ព្រមទាំងដាក់បន្ទុកទៅលើអុកញ៉ាលីសៃខៀងសូមបញ្ជាក់ថានៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីនេះដែលលោកអុកញ៉ាលីសៃខៀងបានធ្វើការបញ្ជាក់យ៉ាងច្បាស់ផងដែរថាខ្ញុំសូមនំពោរសុទ្ធរិទ្ធភាពដល់ខ្ញុំបាទគឺត្រូវចេះឆែកអ្នកជនខិលខូចយើងត្រូវតែលៀងសង្គមយើងឲ្យស្អាតនេះជាគំរូមួយដែលអ្នកវិទន់ឈឺចាប់ព្រមទាំងប្រជាជនដែលរងគ្រោះដូចខ្ញុំបាទមិននឹងឈឺចាប់ប៉ុន្មានទេបើយើងមិនលៀងសង្គមនឹងច្បាស់លាស់ទេយើងនាំអ្នកបិទជួយនៃការពារជនទុច្ចរិតជនខិលខូចមួយក្តាប់តូចហ្នឹងវាបំពុលមហារីកវាកណ្ណារីកខ្ញុំសូមសំពោអាជ្ញាធរពាក់ព័ន្ធ ACU គ្រប់កន្លែងសូមសាររើឡើងវិញទាំងអស់កុំថារឿងដែលគាត់បង្កើតបាន10ឆ្នាំ20ឆ្នាំក៏យើងទៅរើឲ្យឃើញនឹងហើយតែយើងលៀងសង្គម
លោកអុកញ៉ាលីសៃខៀងសូមសំណូមពរដល់សម្ដេចអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាជួយអន្តរាគមន៍ស្រាវជ្រាវវែកមុខអ្នកដែលគប់គិតគ្នាទាំងអស់មកផ្ដន្ទាទោសតាមផ្លូវច្បាប់វះកាត់សាច់ស្អុយតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាព្រោះទង្វើនេះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោកអុកញ៉ាលីសៃខៀងនិងផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋរួមទាំងខឿនសេដ្ឋកិច្ចជាតិផងដែរអង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយដោយយោងតាមឯកសារការស្រាវជ្រាវតាមប្រភពព័ត៌មានគ្រប់មជ្ឈដ្ឋានហើយអង្គភាពយើងនៅតែរងចាំការបញ្យល់និងការបកស្រាយបំភ្លឺពីគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការ